សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដែលទាំងអស់គ្នាអាចទាញយក WPA AI ដោយអត់គិតថ្លៃបានរយៈពេលពេញមួយឆ្នាំអញ្ចឹងដំបូងទាំងអស់គ្នាចូល App Gallery មកហើយស្វែងរកពាក្យថា Me បន្ទាប់មកចូល Gift បន្ទាប់មកគ្នាយើងនឹងឃើញពាក្យ WPA AI Free ហើយចុចថា Claim មកបន្ទាប់មកចុចពាក្យ Copy អញ្ចឹងវានឹងចូលទៅក្នុង browser ហើយទាំងអស់គ្នាធ្វើការ paste នៅ redeem code ដែលយើងបាន claim បាញ់មិញហ្នឹងបន្ទាប់ពី paste redeem code ហើយទាំងអស់គ្នាយកពាក្យថា sign in ហើយបើសិនជាទាំងអស់គ្នាអត់មាន account ទេគឺទាំងអស់គ្នាអាចធ្វើការ sign up account សិនបានហើយសម្រាប់ region ទាំងអស់គ្នាដាក់ Cambodia ណាកុំដាក់ Malaysia បន្ទាប់មកវាយចូល email ហើយជាមួយនឹង password របស់ទាំងអស់គ្នាអញ្ចឹងមកដល់កន្លែងនេះទាំងអស់គ្នាធ្វើតាមការណែនាំអាចចុច save ក៏បានអត់ក៏បានដែររួចរាល់ហើយទាំងអស់គ្នាធ្វើការវាយបញ្ចូលលេខ6ខ្ទង់មកយើងអញ្ចឹងនៅពេលដែលរួចរាល់ហើយគឺទាំងអស់គ្នាមាន account ហើយអញ្ចឹងគ្រាន់តែ copy redeem code អំបញ្ញមិញហ្នឹងដាក់បញ្ចូលម្ដងទៀតមកអញ្ចឹងការទាញយករបស់យើងគឺបានជោគជ័យហើយប្រើ WPA AI ជាភាសាខ្មែរដំបូងទាំងអស់គ្នាត្រូវទៅ set up font នៅក្នុង setting សិនបន្ទាប់មកទាំងអស់គ្នាចុចនៅលើផ្ទាំងសនឹងឲ្យជាប់ហើយយកពាក្យថា font មកដល់កន្លែងនេះទាំងអស់គ្នាត្រូវរើស font ខ្មែរមួយ font ខ្មែរអីក៏បានដែរបន្ទាប់មក set វាជា default font ហើយចុចយកពាក្យ OKប៉ុណ្ណឹងមកគឺទាំងអស់គ្នាអាចប្រើប្រាស់ជាភាសាខ្មែរពេញលេញបានហើយចឹងដើម្បីប្រើប្រាស់ WPA AI ទាំងអស់គ្នាចូលនៅក្នុង function ហ្នឹងមកហើយនឹងឃើញពាក្យថា Smart Create នៅក្នុងហ្នឹងអញ្ចឹង Smart Create ហ្នឹងគឺទាំងអស់គ្នាអាចសរសេរ prompt នៅក្នុងហ្នឹងបានអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងឲ្យវាសរសេរអំពីរាជធានីភ្នំពេញអញ្ចឹងនៅពេលដែលខ្ញុំវាយ prompt ហ្នឹងមកគឺវានឹង generate content ឲ្យដោយស្វ័យប្រវត្តិហ្មងហើយទាំងអស់គ្នាអាចថែមថយពីក្រោយហ្នឹងទៀតក៏បានដូចគ្នាដែរអញ្ចឹងសម្រាប់ function នៅក្នុងហ្នឹងគឺវាមាន shorten វាមាន expand ទាំងអស់គ្នាអាចប្រើប្រាស់ការសរសេរទាំងអស់ហ្នឹងដើម្បីជំនួយទៅលើការសរសេរទាំងអស់គ្នាក៏បានដូចគ្នាដែរអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំចង់ឲ្យវាបន្តការសរសេររបស់វាឲ្យបានវែងជាងមុនដោយប្រើប្រាស់ AI អញ្ចឹងខ្ញុំចុចយកពាក្យ continue writing ហ្នឹងមកវានឹងបន្តសរសេរអត្ថបទហ្នឹងដោយស្វ័យប្រវត្តិហ្មងអញ្ចឹងបើសិនជាទាំងអស់គ្នាចង់ generate file ហ្នឹងទៅជា file presentation ក៏ទាំងអស់គ្នាអាចធ្វើបានដែរចុចនៅលើពាក្យ generate slide ហ្នឹងមកគឺវានឹងបង្កើត slide ហ្នឹងទៅជា file PowerPoint ឲ្យទាំងអស់គ្នា direct យកតែម្ដងអញ្ចឹងវានឹងទាញយក content ដែលទាំងអស់គ្នាបានធ្វើពី file បាញ់មិញហ្នឹងរួចហើយបង្កើតទៅជា template ដែលទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានអញ្ចឹងសម្រាប់ template គឺទាំងអស់គ្នាមានជម្រើសច្រើនហើយទាំងអស់គ្នាក៏អាចជ្រើសរើសពណ៌នៅក្នុងនោះបានដូចគ្នាដែរអញ្ចឹងនៅពេលដែលទាំងអស់គ្នាជ្រើសរើស template ហើយនៅខាងក្រោមនោះគឺមានពាក្យថា create slide អញ្ចឹងចុចនៅលើនោះមករួចរាល់គឺវានឹងចាប់ផ្ដើម generate slide នៅក្នុងនេះគឺវាមានរហូតដល់12 slide សម្រាប់ការប្រើប្រាស់ទៅលើ file PowerPoint ក៏ទាំងអស់គ្នាអាចធ្វើការ generate slide ដោយស្វ័យប្រវត្តិបានដូចគ្នាដែរអញ្ចឹងដំបូងទាំងអស់គ្នាចូល AI generate slide ហ្នឹងមកហើយទាំងអស់គ្នាចូលយក function ទី1ដើម្បីសរសេរ prompt អញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងឲ្យវាសរសេរប្រធានបទដដែលគឺរាជធានីភ្នំពេញបន្ទាប់មកយកពាក្យថា generate គឺវានឹងធ្វើការ generate content ឲ្យយើងជាដំបូងសិនបន្ទាប់ពីធ្វើការ generate content ហើយគឺទាំងអស់គ្នានឹងឃើញមាន option ដើម្បីជ្រើសរើសយក template បន្ទាប់មកទាំងអស់គ្នាជ្រើសរើសយក template មួយដែលទាំងអស់គ្នាពេញចិត្តមកអាចជ្រើសរើស color ដូចបាញ់មិញអញ្ចឹងអូខេឥឡូវខ្ញុំយក template មួយនេះហើយចុចពាក្យ create slide បន្ទាប់មកវានឹងធ្វើការ generate content បាញ់មិញហ្នឹងទៅជា slide PowerPoint តែម្ដងឬមួយក៏មួយទៀតទាំងអស់គ្នាអាចធ្វើការទាញយកពី file ដែលទាំងអស់គ្នាមានវិញក៏បានដូចគ្នាអញ្ចឹងទាំងអស់គ្នាចូល AI generate មកហើយយកពាក្យ select document អញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងទៅរក file ដែលខ្ញុំចង់បង្កើតអញ្ចឹងខ្ញុំ select file Word មួយមកហើយយកពាក្យថា open keep original ហើយយកពាក្យថា next បន្ទាប់មកគឺវានឹង generate មាតិកាដែលមាននៅក្នុង file ហ្នឹងហើយបង្កើតទៅជា file presentation របស់យើងមួយអញ្ចឹងនៅក្នុងនេះខ្ញុំកំពុងតែ choose template បន្ទាប់មកគឺវានឹងធ្វើការ generate អញ្ចឹងការប្រើប្រាស់បែបនេះគឺយើងអត់ប្រមាថទៅធ្វើ slide មួយដូចកាប់ពេលយើងធ្វើពីមុនទៀតទេគឺគ្រាន់តែយើងមាន file មួយមកដាក់ឲ្យវា generate ទៅជា slide presentation គឺវានឹង generate ឲ្យយើងភ្លាមៗតែម្ដងកន្លែងនេះគឺខ្ញុំចង់ថែម detail តាក់ទងជាមួយនឹង content របស់ខ្ញុំអញ្ចឹងគឺខ្ញុំទៅសេជាភាសាអង់គ្លេសហើយឲ្យវាបកប្រែទៅជាភាសាខ្មែរអញ្ចឹងនៅក្នុងនេះគឺវា support បានច្រើនភាសាមែនតើមិនថាអង់គ្លេសមិនថាខ្មែរមិនថាចិនគឺទាំងអស់គ្នាអាចប្រើប្រាស់បាននៅក្នុងនេះទាំងអស់ហើយបើសិនជាទាំងអស់គ្នាចង់បង្កើតទំព័របន្ថែមគឺទាំងអស់គ្នាអាចបង្កើតនៅក្នុងនេះបានដូចគ្នារីឯការប្រើប្រាស់ទៅលើ file Excel វិញក៏ទាំងអស់គ្នាអាចប្រើប្រាស់ AI ដើម្បីជំនួយទៅលើការបង្កើតតារាងទាំងអស់គ្នាបានដូចគ្នាដែរអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងឲ្យ AI បង្កើតតារាងមួយដែលខ្ញុំដាក់អំពីការបង្កើតបញ្ជីឈ្មោះសិស្សអញ្ចឹង AI កំពុងតែចាប់ផ្ដើម generate បញ្ជីឈ្មោះសិស្សដែលខ្ញុំបានដាក់ឲ្យវាធ្វើហ្នឹងឬមួយក៏មួយទៀតបើសិនជាក្នុងករណីទាំងអស់គ្នាធ្វើការប្រើ Excel ហ្នឹងដើម្បីកាត់លេខទាំងអស់គ្នាអត់ចាំបាច់ចាំរូបមន្ត Excel ក៏យើងអាចធ្វើការ
កណនីលេខបានណាអញ្ចឹងយើងចុច AI formula ហ្នឹងមកហើយឲ្យ AI generate total ឲ្យយើងអញ្ចឹងនៅក្នុងនេះគឺខ្ញុំឲ្យវា generate unit price total អញ្ចឹងគឺវានឹងចេញជាមួយនឹងរូបមន្តឲ្យ auto ហើយគឺវាគិតលេខឲ្យយើង auto តែម្ដងរីឯ file PDF វិញក៏ទាំងអស់គ្នាអាចឲ្យ AI ធ្វើការ summary content នៅក្នុងនោះបានដូចគ្នាដែរខ្ញុំឧទាហរណ៍ខ្ញុំមាន file មួយដែលវាមានច្រើនទំព័រមែនតើខ្ញុំអានអត់អស់ទេអញ្ចឹងខ្ញុំប្រើប្រាស់ WPA AI ដើម្បីឲ្យវា generate content ណាដែលសំខាន់ងាយស្រួលដែលខ្ញុំអាច take note ហើយកត់សម្គាល់បានអញ្ចឹងដូចទាំងអស់គ្នាបានឃើញអញ្ចឹងនៅពេលដែល generate ទៅគឺវាយកតែ core ហើយជាមួយនឹង key information មកទេហើយយើងអាច copy paste ទៅណាក៏បានដូចគ្នាដែរលើពីនេះទៅទៀតសម្រាប់អ្នកដែលគាត់ចង់ប្រើប្រាស់ជាមួយនឹង cooperate file គឺទាំងអស់គ្នាអាចប្រើប្រាស់ cooperate file នៅក្នុង WPA AI បានដូចគ្នាអញ្ចឹងនៅក្នុងនោះក៏មាន AI ជួយ support ហើយទាំងអស់គ្នាក៏អាច share file ហ្នឹងទៅកាន់អ្នកដទៃដែលអាច edit ហើយចូលមើលនៅក្នុងនោះបានដូចគ្នាដែរអញ្ចឹងទាំងអស់គ្នាអាច copy link ហ្នឹងហើយ paste ឲ្យពួកគាត់ក៏បានឬមួយក៏ add ពួកគាត់ចូល direct ក៏បានដែរអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងអាចជួយអ្នកទាំងអស់គ្នាបានច្រើនជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ